ចាស់ថាហូបត្រីព្រួលកំចោលសកាហូបត្រីប្រាកំចោលសកៃទីបំផុតខ្ញុំស្គាល់ត្រីព្រួលលើតែឈ្មោះឲ្យបងប្អូនណាខ្ញុំមិនទិញរហូតអាពាកហ្នឹងហើយមិនមែនខ្ញុំមិនដែលឃើញទេតាមពិតខ្ញុំទៅផ្សារខ្ញុំឃើញអាសាឃើញមែនតែនត្រីហ្នឹងតែខ្ញុំមិនដែលទិញហើយក៏ដែលសួរអ្នកលក់ថាវាឈ្មោះអត់ទៅថ្ងៃហ្នឹងទេទៅផ្សារហើយកូនក៏ចង់ញ៉ាំស្ងោរជ្រក់ដល់ពេលអញ្ចឹងទៅដល់កន្លែងម៉ួយលក់ត្រីសួរអ្នកលក់ថាមានត្រីណាដែលស្ងោរជ្រក់ឆ្ងាញ់ព្រោះឯនៅតូបគាត់កន្លងមើលទៅដូចអត់មានត្រីសោះគាត់ថានេះអូនត្រីព្រួលខ្ញុំក៏ភ្ញាក់អូត្រីព្រួលអញ្ចឹងឯងតាមពិតខ្ញុំឃើញរហូតសោះខ្ញុំមិនដែលដឹងថាវាត្រីព្រួលហើយបងប្អូននេះអាត្រីនេះឆ្អឹងគ្រប់ស្រទាប់វណ្ណៈហ្មងឆ្អឹងសាហាវខោខើញ៉ាំតែមិនស្រួលនឹងឆ្លាក់អីប៉ុន្តែរសជាតិត្រីនឹងយកមកស្ងោរជ្រក់នឹងពិតជាឆ្ងាញ់មែនតែសម្រាប់ខ្ញុំគិតថាត្រីឆ្អឹងអញ្ចឹងបើយើងយកទៅខឲ្យយូរឲ្យវាពុកឆ្អឹងហ្នឹងគឺឆ្ងាញ់ហ្មងបើយើងយកមកស្ងោរជ្រក់អញ្ចឹងវារៀងឆ្អឹងដល់ពេលឆ្អឹងពេកអញ្ចឹងទៅខ្ញុំមានឲ្យកូនខ្ញុំញ៉ាំសាច់ត្រីហ្នឹងញ៉ាំបានតែទឹកសឡប៉ុន្តែត្រីគេស្លមករសជាតិឆ្ងាញ់ថ្ងៃក្រោយបើទិញត្រីហ្នឹងមកគឺខឲ្យពុកឆ្អឹងមកទុកញ៉ាំជាមួយបបរសផង